លោក Shove បាននិយាយថាប្រសិនបើអ្នកចង់មានទ្រព្យសម្បត្តិនិងសេចក្តីសុខចូលរៀនមេរៀនមួយនេះឲ្យបានល្អមេរៀននោះគឺការរៀនធ្វើការលើខ្លួនឯងឲ្យខ្លាំងជាជាងធ្វើការឲ្យគេតាំងពីពេលនោះមកខ្ញុំចាប់ផ្ដើមធ្វើការអភិវឌ្ឍខ្លួនឯងរហូតដល់បច្ចុប្បន្នហើយខ្ញុំសូមសារភាពតាមត្រង់ចោះថានេះគឺជាលំហាត់មួយដ៏លំបាកបំផុតសម្រាប់ខ្ញុំការអភិវឌ្ឍខ្លួនឯងគឺប្រៀបដូចជាអាជីវកម្មមួយអញ្ចឹងហើយយើងត្រូវធ្វើអាជីវកម្មនេះពេញមួយជីវិតអ្នកឃើញទេការដែលអ្នកក្លាយទៅជាមនុស្សដែលមានលក្ខណៈបែបនេះឬបែបនោះគឺមានសារៈសំខាន់ជាងអ្វីដែលអ្នកនឹងទទួលបានទៅទៀតសំណួរសំខាន់ដែលអ្នកត្រូវសួរគេនៅពេលចូលបម្រើការងារមួយគឺមិនមែនតើខ្ញុំនឹងទទួលបានអ្វីខ្លះនៅទីនេះនោះទេផ្ទុយមកវិញអ្នកត្រូវសួរថាតើខ្ញុំនឹងក្លាយទៅជាមនុស្សដែលមានលក្ខណៈបែបណានៅពេលដែលខ្ញុំធ្វើការនៅទីនេះអ្វីដែលយើងទទួលបាននិងបុគ្គលិកលក្ខណៈរបស់យើងគឺប្រៀបដូចជាកូនដែលកើតមកមានខ្លួនជាប់គ្នាបុគ្គលិកលក្ខណៈរបស់អ្នកគឺមានឥទ្ធិពលដោយផ្ទាល់ទៅលើអ្វីដែលអ្នកទទួលបានឬនិយាយឲ្យស្រួលស្ដាប់របស់ភាគច្រើនដែលអ្នកមាននៅពេលសប្តាហ៍ថ្ងៃនេះគឺត្រូវបានស្រូបទាញមកដោយសារតែបុគ្គលិកលក្ខណៈរបស់អ្នកនឹងឯងដូច្នេះនេះគឺជាសេចក្តីពិតនៃជីវិតបើចង់បានច្រើនជាងអ្វីដែលអ្នកកំពុងតែមានសប្តាហ៍ថ្ងៃចូលធ្វើខ្លួនឯងឲ្យធំជាងពេលនេះត្រង់នេះគឺជាចំណុចដែលអ្នកគួរតែផ្ដោតអារម្មណ៍ឲ្យខ្លាំងជាទីបំផុតបើមិនដូច្នេះទេអ្នកប្រហែលជាធ្លាក់ខ្លួនទ្រាំរស់នៅក្នុងសេចក្តីពិតមួយនៃជីវិតដែលសេចក្តីពិតនេះកើតចេញពីការផ្លាស់ប្ដូរបច្ចុប្បន្នភាពរបស់ខ្លួនពោលគឺបើមិនផ្លាស់ប្ដូរបច្ចុប្បន្នភាពរបស់អ្នកចេញនោះទេអ្នកនឹងទទួលបានផលបែបនេះជារៀងរហូតប្រាក់ចំណូលកម្រខ្លាំងណាស់កើតលើសកម្រិតអភិវឌ្ឍរបស់ខ្លួនឯងពេលខ្លះប្រាក់ចំណូលអាចកើនឡើងដោយចៃដន្យប៉ុន្តែបើអ្នកមិនរៀនទទួលខុសត្រូវលើការអភិវឌ្ឍសមត្ថភាពដើម្បីបង្កើនប្រាក់ចំណូលនោះទេពេលនោះប្រាក់ចំណូលនឹងស្រកចុះម្ដងបន្តិចរហូតដល់កម្រិតដើមវិញជាមិនខានប្រសិនបើមាននរណាម្នាក់ឲ្យលុយអ្នកចំនួន$1 លានអ្នកនឹងក្លាយទៅជាសេដ្ឋីប្រាក់លានមួយរំពេចភ្លាមមហាសេដ្ឋីម្នាក់បាននិយាយថាបើអ្នកប្រមូលយកលុយទាំងអស់ពីជុំវិញពិភពលោកហើយចែកឲ្យប្រជាជនម្នាក់ស្មើគ្នាមិនយូរមិនឆាប់លុយនោះនឹងត្រឡប់ចូលទៅហោប៉ៅរបស់ម្ចាស់ដើមវិញជាមិនខានវាពិបាកខ្លាំងណាស់ដើម្បីរក្សាទ្រព្យដែលបានមកដោយងាយដោយមិនបានឆ្លងកាត់ការអភិវឌ្ឍខ្លួនឯងការដើមឡើយពេលដែលមិនទាន់បានជួបលោកឈោមានបញ្ហាច្រើនណាស់ដែលតែងតែធ្វើឲ្យខ្ញុំងឿងឆ្ងល់ខ្ញុំធ្លាប់បានមានចម្ងល់ថាហេតុអ្វីបានជាមនុស្សម្នាក់ទទួលបានប្រាក់ចំណូលចំនួន$2,000ក្នុងមួយខែចំណែកឯម្នាក់ទៀតបែរជាទទួលបាន$4,000នៅក្នុងមួយខែប៉ុន្តែគេទាំងពីរនាក់ធ្វើការនៅក្នុងក្រុមហ៊ុនតែមួយលក់ផលិតផលតែមួយធ្វើការនៅក្នុងចំនួនឆ្នាំដូចគ្នាហើយព្រមទាំងមានសាវតាដូចគ្នាទៀតផងគួរឲ្យឆ្ងល់ណាស់មែនទេហេតុអ្វីបានជាមនុស្សម្នាក់អាចរកចំណូលបាន2 ដងនៃប្រាក់ចំណូលរបស់ម្នាក់ទៀតបើនិយាយអំពីប្រាក់លើកទឹកចិត្តវិញតើខុសគ្នាត្រង់ណារវាង$2,000និង$4,000នៅក្នុងមួយខែហើយកុំប្រាប់ខ្ញុំថាមកពីមនុស្សម្នាក់នេះទទួលប្រាក់លើកទឹកចិត្តចំនួន$2,000នៅក្នុងមួយខែវាមិនអាចទៅរួចនោះទេព្រោះការសម័យនោះខ្ញុំអាចគន់គូរឃើញថាមនុស្សម្នាក់មិនអាចរកប្រាក់លើកទឹកចិត្តច្រើនដល់ថ្នាក់នឹងឡើយប្រហែលជាមកពីពេលវេលាហើយកាលនោះខ្ញុំគិតបែបនេះមនុស្សមួយចំនួនធ្វើការបានច្រើនដោយសារតែពួកគេមានពេលច្រើនជាងអ្នកផ្សេងម៉ារីបានធ្វើការច្រើនព្រោះនាងមានពេលច្រើនប្រសិនបើខ្ញុំអាចយកពេលវេលាបន្ថែមពីនាងខ្ញុំច្បាស់ជាធ្វើបានច្រើនជាងនេះមិនខានឥឡូវនេះស្ដាប់មើលទៅដូចជាល្ងងខ្លៅមែនទេព្រោះអ្នកមិនអាចយកពេលវេលារបស់នរណាម្នាក់បានឡើយកាលនោះមានបុរសម្នាក់និយាយមកកាន់ខ្ញុំថាប្រសិនបើខ្ញុំមានម៉ោងបន្ថែមទៀតខ្ញុំនឹងរកលុយបានបន្ថែមទៀត
ខ្ញុំតបទៅគាត់វិញអញ្ចឹងខំបំភ្លេចវាចោលទៅព្រោះនៅទីនេះมันមានម៉ោងបន្ថែមឲ្យលោកនោះទេតើលោកអាចរកម៉ោងឯណាមកបន្ថែមលើ24ម៉ោងនៅក្នុងមួយថ្ងៃនេះឥឡូវអ្នកទាំងអស់គ្នាចូលស្ដាប់នៅពេលនាឡិការ៉ូនៅពាក់កណ្ដាលយប់គឺអស់ពេលហើយវាគ្រប់24ម៉ោងហើយដូច្នេះគ្មានម៉ោងបន្ថែមទៀតទេហើយបើនៅលើលោកចេះតែចេះចង់បានពេលលើសច្រើនពី24ម៉ោងនៅក្នុងមួយថ្ងៃគ្រូពេទ្យវិកលចរិតនឹងមកចាប់អ្នកយកទៅមិនខានដូច្នេះប្រសិនបើអ្នកមិនអាចបង្កើតពេលវេលាបន្ថែមទៀតបានទេតើអ្វីទៅដែលអ្នកគួរតែបង្កើតដើម្បីធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់អ្នកមានការផ្លាស់ប្ដូរចម្លើយនៃសំណួរនេះគឺគុណតម្លៃអាចធ្វើឲ្យអ្វីមានការផ្លាស់ប្ដូរអ្នកមិនអាចបង្កើតពេលវេលាបន្ថែមទៀតមែនប៉ុន្តែអ្នកអាចក្លាយទៅជាមនុស្សដែលកាន់តែមានតម្លៃម្នាក់បានទស្សនៈស្ដីអំពីគុណតម្លៃនេះគឺជាមេរៀនទី1សំខាន់បំផុតដែលត្រូវរៀននៅក្នុងវិស័យសេដ្ឋកិច្ចមិនថាអ្នកកំពុងតែធ្វើការនៅក្នុងរោងចក្រឬជាអ្នកលក់ទំនិញឬសេវាកម្មទេអ្នកទទួលបានប្រាក់ខែឬប្រាក់ចំណូលដោយសារតែតម្លៃខ្លួនរបស់អ្នកមែនហើយខ្ញុំក៏ដឹងដែរថាអ្នកចំណាយពេលវេលាដើម្បីនាំតម្លៃនោះទៅវិនិយោគនៅក្នុងទីផ្សារប៉ុន្តែអ្នកមិនមែនទទួលបានប្រាក់ចំណូលឬប្រាក់ខែដោយសារតែពេលវេលានោះទេតាមពិតគឺអ្នកទទួលបានប្រាក់ចំណូលដោយសារតែតម្លៃដោយសារតែសមិទ្ធផលការងាររបស់អ្នកដោយយល់ខុសបរិះម្នាក់និយាយខ្ញុំរកបាន$20នៅក្នុង1ម៉ោងនិយាយបែបនេះគឺមិនត្រឹមត្រូវឡើយប្រសិនបើវាត្រឹមត្រូវមែននោះគាត់គ្រាន់តែអង្គុយលេងនៅផ្ទះហើយពេលនោះក្រុមហ៊ុននឹងបញ្ជូនលុយឲ្យគាត់មិនខានតាមពិតមិនដូច្នេះទេគាត់មិនមែនបានប្រាក់ចំណូល$20នៅក្នុង1ម៉ោងឡើយគាត់ទទួលបានប្រាក់$20គឺដោយសារតែគាត់បានវិនិយោគតម្លៃរបស់គាត់នៅក្នុងរយៈពេល1ម៉ោងនេះឯងការផ្ដល់ប្រាក់ជាម៉ោងគឺគ្រាន់តែជាមធ្យោបាយងាយមួយដើម្បីវាស់តម្លៃដែលបានវិនិយោគនៅក្នុងពេល1ម៉ោងនេះតែប៉ុណ្ណោះដូច្នេះហើយទើបវាមានសារៈសំខាន់ណាស់ដើម្បីសួរតើវាអាចទៅរួចឬទេដើម្បីធ្វើឲ្យខ្លួនឯងមានតម្លៃទ្វេដងហើយបន្ទាប់មកអាចរកលុយបានច្រើនចំនួន2ដងនៅក្នុង1ម៉ោងតើមានមធ្យោបាយដើម្បីឲ្យខ្ញុំអាចបង្កើនតម្លៃខ្លួនឯងឲ្យបាន2ដងឬ4ដងហើយអាចបង្កើនប្រាក់ចំនួន3ឬ4ដងនៅក្នុង1ម៉ោងចម្លើយគឺពិតជាអាចទៅរួចអ្នកអាចបង្កើនតម្លៃខ្លួនឯងប្រសិនបើអ្នកធ្វើការជាពិសេសទៅលើខ្លួនឯងអ្នកឃើញទេវាងាយនឹងធ្វើឲ្យយើងយល់ច្រឡំខ្លាំងណាស់បរិះម្នាក់និយាយថាខ្ញុំមានបទពិសោធន៍ការងារ10ឆ្នាំប៉ុន្តែខ្ញុំមិនយល់សោះថាហេតុអ្វីខ្ញុំធ្វើការមិនបានល្អជាងនេះបរិះនេះមិនដឹងទេថាតាមពិតគាត់មិនមានបទពិសោធន៍ចំនួន10ឆ្នាំនោះទេគាត់មានបទពិសោធន៍តែ1ឆ្នាំតែប៉ុណ្ណោះប៉ុន្តែគាត់បានប្រើបទពិសោធន៍ដដែលនេះចំនួន10ឆ្នាំគាត់មិនបានធ្វើអ្វីមួយឲ្យប្រសើរជាងមុនឡើយមិនបានបង្កើតរបៀបថ្មីណាមួយឡើយនៅក្នុងរយៈពេល9ឆ្នាំមកនេះម្នាក់សុទ្ធតែចង់បានលុយច្រើនជាងមុនប៉ុន្តែមនុស្សភាគច្រើនតែរកលុយតាមវិធីខុសបុរសនិយាយខ្ញុំត្រូវការលុយបន្ថែមទៀតដូច្នេះខ្ញុំត្រូវតែទៅចរចាជាមួយចៅហ្វាយហេខ្ញុំបានរកឃើញថាចៅហ្វាយនាយមិនដែលប្រើថង់លុយរបស់ក្រុមហ៊ុនដោយភាពល្ងង់ខ្លាំងនោះឡើយខ្ញុំមិនដែលឃើញចៅហ្វាយណាស្រាប់តែរំភើបចិត្តភ្លាមហើយក៏សម្រេចចិត្តតម្លើងប្រាក់ខែឲ្យបុគ្គលិកម្នាក់ចំនួន3ដងច្រើនជាងមុនដោយគ្មានមូលហេតុសោះនោះទេមនុស្សខ្លះនិយាយថាអញ្ចឹងមានតែទៅធ្វើបាតកម្មដើម្បីតម្លើងប្រាក់ខែបញ្ហានៃជំរឿននេះគឺនៅត្រង់ថានៅពេលដែលអ្នកចាប់ផ្ដើមធ្វើបាតកម្មនៅពេលនេះនៅពេលក្រោយអ្នកត្រូវតែធ្វើបាតកម្មម្ដងទៀតទើបអាចកែប្រែកិច្ចព្រមព្រៀងនៃប្រាក់បៀវត្សបានបញ្ហាសំខាន់ជាងនេះទៅទៀតនោះតាមរយៈការស្រែកទាមទារអ្នកនឹងទទួលបានមួយចំណែកតូចតែប៉ុណ្ណោះគឺគ្រប់គ្រាន់ដើម្បីតែមួយរស់ចូលបំភ្លេចចោលមធ្យោបាយដែលអាចផ្ដល់មកឲ្យអ្នកតែមួយពោះនេះតទៅទៀតទៅចូលស្ដាប់បើត្រឹមតែមួយរស់
នំប៉័ងមួយដុំនិងស្បែកជើងមួយគូគឺគ្រប់គ្រាន់ហើយប៉ុន្តែអ្នកមិនត្រូវធ្វើអញ្ចឹងទេឥឡូវនេះអ្នកកំពុងតែស្ដាប់វីដេអូមួយនេះដើម្បីសម្អាតកំទេចកំទីបែបហ្នឹងចេញពីតុជីវិតរបស់អ្នកត្រូវការម្ហូបច្រើនដូចជាការជប់លៀងមែនទេខ្ញុំដឹងមានអ្នកលក់មួយចំនួនតែងតែរិះរកវិធីបោកប្រាស់ពួកគេនិយាយយើងនឹងទិញសៀវភៅណាដែលបង្រៀនអំពីឧបាយកលខាងការលក់យើងនឹងធ្វើឲ្យពួកគេជឿតាមរយៈការបន្លំភ្នែកបន្ទាប់មកត្រូវច្បាមលុយរបស់ពួកគេឲ្យលឿនមុននឹងពួកគេដឹងការពិតណែអ្នកអាចសាកល្បងធ្វើបែបនេះបានប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំបង្ហាញថាបើអ្នកមិនផ្ដល់ផលប្រយោជន៍ឬគុណតម្លៃឲ្យគេដោយយុត្តិធម៌ទេទីបំផុតអ្នកនឹងស្ថិតនៅក្រោមកម្មទី1នៃចន្ទើសេដ្ឋកិច្ចមិនខានមិនត្រូវទទួលផលប្រយោជន៍តាមរយៈការបន្លំបោកប្រាស់ឡើយមិនត្រូវទទួលផលប្រយោជន៍តាមរយៈការស្រែកទាមទារមានតែការទទួលប្រយោជន៍តាមរយៈសមិទ្ធផលនៃសកម្មភាពការងាររបស់អ្នកទេទើបជាការប្រសើរនិងគង់វង្សយូរអង្វែងខ្ញុំធ្លាប់គិតថាសកម្មភាពការងារល្អឬអាក្រក់គឺបណ្ដាលមកពីកត្តាខាងក្រៅខ្លួនប៉ុន្តែទីបំផុតទើបខ្ញុំយល់ថាសកម្មភាពការងារល្អពិតប្រាកដគឺកើតចេញពីបុគ្គលណាដែលមានបុគ្គលិកលក្ខណៈល្អខ្ញុំតែងតែស្វែងរកចម្លើយខាងក្រៅខ្លួនក្រោយមកទើបខ្ញុំដឹងថាជោគជ័យនិងសេចក្តីសុខមិនមែនជាគុណតម្លៃដែលយើងត្រូវតាមប្រមាញ់យកមកដាក់នៅក្នុងខ្លួនយើងឡើយប៉ុន្តែវាគឺជាគុណតម្លៃដែលយើងត្រូវតែអភិវឌ្ឍចេញពីខាងក្នុងខ្លួនមនុស្សចូលចិត្តសួរខ្ញុំថាតើធ្វើយ៉ាងដូចម្តេចទៅដើម្បីមានប្រាក់ចំណូលឲ្យលើសពីប្រាក់ចំណូលមធ្យមខ្ញុំឆ្លើយវិញថាគឺត្រូវតែអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលខ្ពស់ជាងមនុស្សមធ្យមតើធ្វើដោយរបៀបណាសម្រាប់អ្នកថ្នាក់ដំបូងចូលចាប់ផ្ដើមមេរៀនងាយៗជាមុនសិនដូចជាអភិវឌ្ឍរបៀបចាប់ដៃដែលខ្ពស់ជាងកម្រិតមធ្យមមនុស្សខ្លះស្រែកចង់បានភាពជោគជ័យប៉ុន្តែពួកគេមិនចេះអំពីរបៀបចាប់ដៃមេរៀនងាយស្រួលយ៉ាងនេះក៏ពួកគេមិនរៀនដែរហើយសុខចិត្តឲ្យបាត់បង់សមត្ថភាពនឹងពួកគេមិនយល់សោះតើអ្នកចង់ក្លាយទៅជាមនុស្សដែលខ្ពស់ជាងមនុស្សមធ្យមដែរឬទេបើចង់ចូលអភិវឌ្ឍស្នាមញញឹមឲ្យខ្ពស់ជាងកម្រិតមធ្យមអភិវឌ្ឍចំណាប់អារម្មណ៍លើអ្នកដទៃឲ្យលើសកម្រិតមធ្យមកុំធ្វើរបៀបសង្កើយអភិវឌ្ឍចំណង់ជោគជ័យឲ្យខ្ពស់ជាងកម្រិតមធ្យមការនេះនឹងធ្វើឲ្យអ្វីៗផ្លាស់ប្ដូរទាំងស្រុងគ្មានអ្វីដែលឥតប្រយោជន៍ជាងការអង្គុយត្អូញត្អែចង់បានការងារនិងប្រាក់ខែខ្ពស់ជាងកម្រិតមធ្យមប៉ុន្តែមិនព្រមធ្វើខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលមានសមត្ថភាពធ្វើការលើសកម្រិតមធ្យមនោះទេខ្ញុំហៅទង្វើនេះថាជាការមួម៉ៅក្តៅក្រហាយចិត្តខ្ញុំធ្លាប់ប្រើភាសាមួយថាខ្ញុំសង្ឃឹមថាអ្វីៗនឹងផ្លាស់ប្ដូរនេះមើលទៅដូចជាក្តីសង្ឃឹមតែមួយគត់ដែលខ្ញុំមានប្រសិនបើស្ថានភាពមិនផ្លាស់ប្ដូរទេខ្ញុំមុខជាជួបនឹងបញ្ហាធ្ងន់ធ្ងរមិនខានបន្ទាប់មកខ្ញុំគ្មានឃើញអ្វីផ្លាស់ប្ដូរឡើយហើយខ្ញុំក៏មានអារម្មណ៍ដូចជាកំពុងតែលង់ទឹកអញ្ចឹងថ្មីនេះខ្ញុំបានធ្វើសិក្ខាសាលាមួយនៅទីក្រុង Honolulu នៅឯរដ្ឋ Hawaii សម្រាប់ប្រធានក្រុមហ៊ុនប្រេងមួយក្រុមយើងអង្គុយនៅតុធំមួយរាងមូលពេញទៅដោយប្រធានក្រុមធំមកពីជុំវិញពិភពលោកហើយនោះមានម្នាក់និយាយថាលោកបានស្គាល់មនុស្សសំខាន់មួយចំនួននៅជុំវិញពិភពលោកតែលោកគិតថានឹងមានអ្វីកើតឡើងនៅក្នុងរយៈពេល10ឆ្នាំទៅមុខទៀតខ្ញុំនិយាយថាលោកទាំងអស់គ្នាខ្ញុំបានស្គាល់មនុស្សជោគជ័យជាច្រើនមែនខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថានឹងមានអ្វីកើតឡើងនៅពេលខ្ញុំនិយាយបែបនេះបន្ទប់ក៏មានបរិយាកាសស្ងប់ស្ងាត់ខ្ញុំក៏បន្តដោយផ្អែកលើមនុស្សដែលខ្ញុំបានស្គាល់ហើយដោយផ្អែកលើបទពិសោធន៍ជីវិតផ្ទាល់ខ្លួនអាចសន្និដ្ឋានបានថានៅក្នុងរយៈពេល10ឆ្នាំទៅមុខទៀតអ្វីនឹងកើតឡើងដូចអ្វីដែលវាធ្លាប់បានកើតឥឡូវតើអ្នកមិនសប្បាយចិត្តទេឬដែលខ្ញុំចែករំលែករឿងនេះជាមួយអ្នកព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបានឮរឿងនេះនោះទេខ្ញុំសូមនិយាយតាមត្រង់ចោះថាខ្ញុំបាននិយាយអញ្ចឹងព្រោះចង់រួចខ្លួនពីការប្រហាររបស់មនុស្សមួយក្រុមនោះ
ប៉ុន្តែខ្ញុំនិយាយបែបនេះក៏ព្រោះតែវាគឺជាការពិតមិនអាចប្រកែកបានផងដែរទឹកឡើងបន្ទាប់មកច្បាស់ណាស់វានឹងស្រកទៅវិញធម្មជាតិដែលទឹកឡើងហើយស្រកទៅវិញបែបនេះកើតឡើងយ៉ាងតិចណាស់ 6,000 ឆ្នាំមកហើយបើតាមកំណត់ត្រាប្រវត្តិសាស្ត្រហើយប្រហែលជាយូរជាងនេះទៅទៀតក៏មិនដឹងមេឃភ្លឺបន្ទាប់មកវាក៏ងងឹតទៅវិញវាមានលក្ខណៈបែបនេះតាំងពីយូរយារណាស់មកហើយយ៉ាងហោចណាស់ក៏តាំងពី 6,000 ឆ្នាំមុនមកម្ល៉េះយើងមិនគួរភ្ញាក់ផ្អើលដោយសារវានោះទេប្រសិនបើព្រះអាទិត្យរះក៏ស្រាប់តែមានបុរសម្នាក់ស្រែកឡើងកើតអីហ្នឹងយើងច្បាស់ជាគិតថាម្នាក់នេះប្រហែលជាទើបតែមកដល់ភពផែនដីជាលើកដំបូងមិនខានមែនដែរទេរដូវដែលនៅបន្ទាប់ពីរដូវស្លឹកឈើជ្រុះនោះគឺរដូវរងាហើយរដូវរងានៅបន្ទាប់ពីរដូវស្លឹកឈើជ្រុះប្រមាណដងគឺជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្ដងណាឡើយយ៉ាងហោចណាស់អស់ពេល 6,000 ឆ្នាំមកហើយមែនហើយរដូវរងាខ្លះវែងឯខ្លះទៀតខ្លីឯខ្លះរងាខ្លាំងឯខ្លះទៀតមិនសូវរងាប៉ុន្តែមិនថាយ៉ាងណាទេរដូវរងាតែងតែមកបន្ទាប់ពីរដូវស្លឹកឈើជ្រុះជានិច្ចវានឹងមិនផ្លាស់ប្ដូរឡើយពេលខ្លះអ្នកអាចទាយអ្វីៗទុកមុនបានប៉ុន្តែពេលខ្លះវាកើតឡើងខុសពីការរំពឹងទុកពេលខ្លះអ្វីប្រព្រឹត្តទៅជាធម្មតាប៉ុន្តែពេលខ្លះវាបង្កឲ្យមានគ្រោះថ្នាក់ពេលខ្លះសំពៅអាចចេញចោលលើផ្ទៃសមុទ្របានប៉ុន្តែពេលខ្លះត្រូវចងខ្សែសំពៅឲ្យជាប់នៅនឹងកំពង់ផែអ្នកឃើញទេស្ថានភាពបែបនេះនឹងមិនផ្លាស់ប្ដូរលក្ខណៈរបស់វាឡើយ 6,000 ឆ្នាំទៅហើយនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៃមនុស្សជាតិជីវិតមនុស្សគឺជួនកាលមានឱកាសល្អនិងជួនកាលមានឱកាសអាក្រក់នេះហើយគឺជាសេចក្តីពិតនៃជីវិតបុរសនិយាយបើអញ្ចឹងគឺត្រូវធ្វើយ៉ាងម៉េចទៅទើបជីវិតខ្ញុំផ្លាស់ប្ដូរចម្លើយគឺជីវិតអ្នកនឹងផ្លាស់ប្ដូរទៅបានលុះត្រាតែអ្នកផ្លាស់ប្ដូរវានៅពេលណាដែលខ្ញុំឡើងនិយាយមិនថានិយាយទៅកាន់ប្រធានក្រុមហ៊ុនឬនិយាយទៅកាន់សិស្សសាលានោះទេសាររបស់ខ្ញុំគឺដូចតែគ្នាពោលគឺមធ្យោបាយតែមួយគត់ដើម្បីធ្វើឲ្យអ្វីៗប្រសើរឡើងសម្រាប់អ្នកគឺត្រូវតែធ្វើឲ្យខ្លួនឯងប្រសើរឡើងជាមុនសិនសេចក្តីប្រសើរគឺមិនមែនជារបស់ដែលអ្នកត្រូវផ្សងប៉ងប្រាថ្នានោះទេប៉ុន្តែវាគឺជារបស់ដែលអ្នកត្រូវតែធ្វើឲ្យកើតមានឡើងដោយខ្លួនឯងនេះគឺជាពាក្យពីរឃ្លាដែលខ្ញុំចង់ឲ្យអ្នកពិចារណាទី1ជីវិតនិងជំនួញគឺដូចជារដូវឯទី2អ្នកមិនអាចផ្លាស់ប្ដូររដូវបានទេប៉ុន្តែអ្នកអាចផ្លាស់ប្ដូរខ្លួនឯងបានឥឡូវដោយមានពាក្យពីរឃ្លានេះជាអ្នកនាំផ្លូវចូលយើងក្រឡេកមើលទៅរដូវកាលនៃជីវិតនិងក៏ពិចារណាផងដែរថាតើយើងអាចដោះស្រាយពួកវាដោយរបៀបណារដូវរងាគឺជាពេលវេលាដែលត្រូវពង្រឹងសមត្ថភាពទី1និងសំខាន់បំផុតចូលរៀនអំពីរបៀបប្រឈមមុខនឹងរដូវរងាមានរដូវរងាច្រើនប្រភេទណាស់មានដូចជារដូវរងាផ្នែកសេដ្ឋកិច្ចគឺកើតនៅពេលបញ្ហាហិរញ្ញវត្ថុដ៏កំណាចដូចចចកកំពុងឈរនៅមាត់ទ្វារផ្ទះរបស់យើងរដូវរងាផ្នែករូបកាយគឺកើតនៅពេលសុខភាពរបស់យើងចាប់ផ្ដើមមានបញ្ហារដូវរងាផ្នែកជីវិតផ្ទាល់ខ្លួនគឺនៅពេលបេះដូងរបស់យើងត្រូវបែកធ្លាយជាចំណែករដូវរងាគឺជាពេលបាក់ទឹកចិត្តនិងរងាដោយសារតែបញ្ហាអារម្មណ៍បែបនេះទើបតន្ត្រីម្យ៉ាងឈ្មោះថា Blues ត្រូវបានគេតាក់តែងឡើងដូច្នេះសំណួរដ៏សំខាន់គឺថាតើត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហារងាទាំងអស់នេះមនុស្សមួយចំនួនដើរទៅរកប្រតិទិនក៏ចាប់ហាយខែមករាចោលដែលជាខែនៃរដូវរងាហើយធ្វើពើហាក់ដូចជាគ្មានរដូវរងាប៉ុន្តែធ្វើយ៉ាងនេះគឺជាទង្វើបែបកូនក្មេងតែប៉ុណ្ណោះវាមិនបានដោះស្រាយបញ្ហាឡើយខ្ញុំសូមប្រាប់អ្នកឲ្យដឹងអំពីរបៀបដែលមនុស្សចាស់ទុំធ្វើគឺពួកគេធ្វើខ្លួនឯងឲ្យខ្លាំងជាងមុនឲ្យឆ្លាតជាងមុននិងឲ្យកាន់តែប្រសើរជាងមុនវាមិនមែនជាគំនិតអាក្រក់អ្វីនោះទេតែក្នុងការប្រើប្រាស់រដូវរងាមកធ្វើជាពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯងមុនពេលដែលខ្ញុំយល់បែបនេះ
ខ្ញុំតែងតែចំណាយពេលនៅក្នុងរដូវរងាដើម្បីស្រមៃគិតអំពីរដូវក្តៅព្រោះកាលនោះខ្ញុំមិនទាន់យល់ទីបំផុតនៅពេលដែលខ្ញុំជួបកាលៈទេសៈលំបាកដោយសារតែការលក់របស់ខ្ញុំមានការធ្លាក់ចុះជាបន្តបន្ទាប់លោក Shove បាននិយាយថាកុំប្រាថ្នាឲ្យបញ្ហាងាយស្រួលសម្រាប់លោកតែត្រូវប្រាថ្នាឲ្យខ្លួនឯងប្រសើរជាងនេះកុំប្រាថ្នាចង់ជួបបញ្ហាតិចតួចតែត្រូវប្រាថ្នាឲ្យខ្លួនឯងមានជំនាញកាន់តែច្រើនកុំប្រាថ្នាចង់ជួបការលំបាកកាន់តែតិចប៉ុន្តែត្រូវប្រាថ្នាឲ្យខ្លួនឯងកាន់តែមានបញ្ញាតាំងពីពេលនោះមកខ្ញុំមិនហ៊ាននិយាយថាខ្ញុំតែងតែស្វាគមន៍រដូវរងាជានិច្ចនោះទេប៉ុន្តែអ្វីដែលខ្ញុំអាចប្រាប់អ្នកដោយស្មោះត្រង់គឺថាខ្ញុំចាប់ផ្ដើមប្រើរដូវរងាដើម្បីពន្លឿនខ្លួនឯងទៅកាន់រដូវស្លឹកឈើលាស់រដូវស្លឹកឈើលាស់នេះគឺតំណាងឲ្យពេលវេលាល្អឱកាសនិងជោគជ័យជាដើមដែលជារដូវបន្ទាប់ពីរដូវរងាស្លឹកឈើលាស់ជាពេលវេលាទទួលផលចូលរៀនទាញផលប្រយោជន៍ចេញអំពីរដូវស្លឹកឈើលាស់រដូវស្លឹកឈើលាស់តែងតែនៅបន្ទាប់ពីរដូវរងាពិតជាចំកន្លែងល្អមែនឱកាសកើតមាននៅបន្ទាប់ពីបញ្ហាការរីកចម្រើនកើតនៅបន្ទាប់ពីការធ្លាក់ចុះមិនខុសអំពីដំណើរចុះឡើងរបស់ត្រនិចនាឡិកានោះឡើយរដូវស្លឹកឈើលាស់គឺជាពេលវេលាដើម្បីទាញយកផលប្រយោជន៍ចូលកំណត់ចំណាំពាក្យទាំងប៉ុន្មានម៉ាត់នេះទាញយកផលប្រយោជន៍ចូលកុំឲ្យអាកាសធាតុល្អធ្វើឲ្យអ្នកភ្លេចខ្លួនប្រសិនបើអ្នកចង់បានផលនារដូវស្លឹកឈើជ្រុះអ្នកត្រូវតែដាំដំណាំនៅរដូវស្លឹកឈើលាស់តាមពិតយើងម្នាក់ត្រូវតែពូកែជំនាញមួយនៅក្នុងចំណោមពីរយ៉ាងយើងត្រូវតែពូកែខាងដាំដំណាំនៅរដូវស្លឹកឈើលាស់ឬបើមិនដូច្នេះទេយើងត្រូវតែពូកែខាងសំទានគេនៅរដូវស្លឹកឈើជ្រុះដូច្នេះត្រូវខិតខំធ្វើការនៅរដូវស្លឹកឈើលាស់ព្រោះយើងមិនមានរដូវស្លឹកឈើលាស់ច្រើនទេក្រុមតន្ត្រីដ៏ល្បីឈ្មោះមួយឈ្មោះថា The Beatles បាននិពន្ធបទចម្រៀងមួយមានចំណងជើងថា Life is short ជីវិតគឺខ្លីចំណែកឯតារាចម្រៀងឈ្មោះ John Lennon បានច្រៀងនៅក្នុងបទមួយរបស់គាត់ថាជីវិតគឺខ្លីណាស់គឺខ្លីជាងក្រុម The Beatles ទៅទៀតរដូវក្តៅគឺជាពេលវេលាដើម្បីថែទាំនារដូវក្តៅចូលរៀនបំពន់និងការពារដំណាំរបស់អ្នកខ្ញុំហ៊ានភ្នាល់ថានៅពេលដែលអ្នកដាំដំណាំភ្លាមពេលនោះសត្វល្អិតនិងស្មៅប្រកាសជាព្យាយាមបំផ្លាញដំណាំរបស់អ្នកជាមិនខានហើយពួកគេនឹងជោគជ័យប្រសិនបើអ្នកមិនការពារដំណាំនោះផ្នែកមួយនៃជីវិតជោគជ័យគឺត្រូវរៀនការពាររបស់ដែលអ្នកបានបង្កើតហើយនេះជាមេរៀនដ៏សំខាន់បំផុតសម្រាប់រដូវក្តៅនេះគឺជាសេចក្តីពិតពីរយ៉ាងដែលអ្នកនឹងរៀននៅក្នុងកំឡុងពេលរដូវក្តៅទី1អ្នកនឹងរៀនថារបស់អ្វីក៏ដោយឲ្យតែជារបស់ល្អនឹងត្រូវរងការវាយប្រហារជានិច្ចខ្ញុំគ្រាន់តែដឹងថាវាគឺជាការពិតសួនច្បារទាំងឡាយនឹងត្រូវរងការវាយប្រហារអ្នកណាដែលមិនយល់ដូច្នេះទេគឺជាមនុស្សឆោតល្ងង់ទី2អ្នកនឹងរៀនថារាល់គុណតម្លៃទាំងឡាយត្រូវតែទទួលការពារតម្លៃទាំងអស់មិនថាជាតម្លៃសង្គមតម្លៃនយោបាយតម្លៃអាពាហ៍ពិពាហ៍ឬតម្លៃសេដ្ឋកិច្ចនោះទេត្រូវតែការពារឲ្យខានតែបានសួនច្បារទាំងឡាយត្រូវតែការពារពេញមួយរដូវក្តៅបើអ្នកមិនការពារអ្វីដែលអ្នកជឿទេនៅពេលចូលមកដល់រដូវស្លឹកឈើជ្រុះដែលជារដូវប្រមូលផលអ្នកនឹងគ្មានសល់អ្វីឡើយនៅក្នុងចម្ការរដូវស្លឹកឈើជ្រុះជាពេលវេលាទទួលខុសត្រូវរដូវស្លឹកឈើជ្រុះគឺជារដូវដែលយើងប្រមូលផលក្រោយពីការខំប្រឹងធ្វើការតាំងពីរដូវស្លឹកឈើលាស់រហូតដល់រដូវក្តៅមនុស្សម្នាក់ត្រូវបានគេកំណត់ថាជាមនុស្សចាស់ទុំគឺនៅពេលគាត់ទទួលខុសត្រូវពេញទីចំពោះដំណាំដែលគាត់នឹងទទួលបាននៅរដូវប្រមូលផលមិនថាផលនោះច្រើនឬក៏តិចតួចក្តីការទទួលខុសត្រូវពេញទីគឺជាកត្តាមួយដ៏សំខាន់របស់មនុស្សចាស់ទុំហើយវាក៏ជាការមួយដ៏លំបាកផងដែរថ្ងៃដែលអ្នកចាប់ផ្ដើមមានភាពចាស់ទុំគឺជាថ្ងៃដែលអ្នកឆ្លងពីវ័យកុមារទៅកាន់វ័យជំទង់ចូលរៀនស្វាគមន៍រដូវស្លឹកឈើជ្រុះ
ដោយគ្មានការអៀនខ្លួនឬស្ដីបន្ទោសមិនរីកខ្លួនប្រសិនបើអ្នកធ្វើបានល្អមិនស្ដីបន្ទោសគេឯងប្រសិនបើអ្នកធ្វើមិនបានល្អវាមិនមែនជាការងាយស្រួលនោះទេប៉ុន្តែវាគឺជាទង្វើបែបចាស់ទុំដែលអ្នកត្រូវតែធ្វើកាលពីមុនខ្ញុំធ្លាប់មានការលំបាកខ្លាំងនៅក្នុងការធ្វើទង្វើបែបនេះដើម្បីបង្ការខ្លាចក្រែងមាននរណាមួយសួរខ្ញុំតែងតែដាក់ជាប់ខ្លួននៅហេតុផលមួយដើម្បីដោះសារថាខ្ញុំធ្វើមិនបានល្អដោយសារតែមូលហេតុបែបនេះឬក៏បែបនោះបញ្ជីរបស់ខ្ញុំដែលខ្ញុំឲ្យឈ្មោះថាហេតុផលដែលខ្ញុំធ្វើមិនបានល្អពេញទៅដោយពាក្យដោះសារជាច្រើនខ្ញុំស្ដីបន្ទោសរដ្ឋាភិបាលនិយាយទៅរដ្ឋាភិបាលគឺស្ថិតនៅលើគេនៅក្នុងបញ្ជីរបស់ខ្ញុំតែម្ដងខ្ញុំបន្ទោសលើការបង់ពន្ធមើលតើយើងសល់អីទៀតបើយើងត្រូវបង់ពន្ធឲ្យពួកគេច្រើនយ៉ាងនេះខ្ញុំស្ដីបន្ទោសលើតម្លៃទំនិញអ្នកមានលុយ$20ដើរទៅផ្សារហើយត្រឡប់មកវិញបានរបស់តែកន្លះកន្ត្រកខ្ញុំបន្ទោសអាកាសធាតុខ្ញុំបន្ទោសចរាចរណ៍ខ្ញុំបន្ទោសឡានចាស់របស់ខ្ញុំនិងបន្ទោសរោងចក្រផលិតខ្ញុំបន្ទោសបងប្អូនខ្ញុំដែលជាមនុស្សអវិជ្ជមានពួកគេតែងតែរិះគន់ខ្ញុំបន្ទោសអ្នកជិតខាងដែលមើលងាយខ្ញុំបន្ទោសសហគមន៍របស់ខ្ញុំឃើញទេខ្ញុំមានហេតុផលច្រើនណាស់ដើម្បីដោះសារទង្វើបរាជ័យរបស់ខ្លួនលោកឈូវគឺជាមនុស្សចិត្តល្អប៉ុន្តែគាត់ក៏ជាមនុស្សដែលជួយចិត្តនិយាយចំផងដែរថ្ងៃមួយគាត់សម្លឹងមើលមកខ្ញុំនៅក្នុងទឹកមុខងឿងឆ្ងល់គាត់សួរខ្ញុំថាដោយសារតែខ្ញុំចង់ដឹងចូលប្រាប់ខ្ញុំមើលថាហេតុអ្វីបានជាតាំងពីដើមរហូតមកដល់ពេលនេះលោកធ្វើអ្វីមិនដែលជោគជ័យសោះអញ្ចឹងសំណួរល្អមែនទេដើម្បីកុំឲ្យខ្មាស់គាត់ខ្ញុំក៏សម្រេចចិត្តរាយរាប់ដូចអានបញ្ជីខាងលើឲ្យគាត់ស្ដាប់ខ្ញុំសូត្រពាក្យបន្ទោសទាំងអស់ចាប់ពីរដ្ឋាភិបាលពន្ធថ្លៃទំនិញនិងផ្សេងទៀតគាត់ស្ដាប់ដោយភាពអត់ធ្មត់នៅពេលខ្ញុំកំពុងរាយរាប់ប្រាប់គាត់នៅពេលដែលខ្ញុំសូត្រចប់គាត់សម្លឹងមើលបញ្ជីរបស់ខ្ញុំមួយសន្ទុះទីបំផុតគាត់គ្រវីក្បាលហើយនិយាយបញ្ជីរបស់លោកនៅមានបញ្ហាមួយគឺលោកមិនបានដាក់ខ្លួនឯងនៅក្នុងបញ្ជីនេះទេពេលនោះខ្ញុំក៏ហែកបញ្ជីនេះចោលយ៉ាងលឿនបន្ទាប់មកខ្ញុំយកក្រដាស់ថ្មីមួយសន្លឹកហើយសរសេរធំថាវាគឺបណ្ដាលមកពីខ្ញុំខ្លួនឯងពាក្យថ្វាយបង្គំរបស់ជនជាតិមួយឈ្មោះ Negro បានពោលថាវាមិនមែនបណ្ដាលមកពីម្ដាយឬឪពុករបស់ខ្ញុំទេហើយវាក៏មិនបណ្ដាលមកពីបងប្រុសឬក៏បងស្រីរបស់ខ្ញុំដែរប៉ុន្តែវាគឺបណ្ដាលមកពីខ្ញុំអូព្រះជាម្ចាស់ជាទីសក្ការៈបូជាខ្ញុំតែងតែស្ដីបន្ទោសកត្តាផ្សេងនៅខាងក្រៅខ្លួនដើម្បីប៉ះប៉ូវនៅភាពបរាជ័យរបស់ខ្លួនឯងចូលរហូតដល់ខ្ញុំបានរកឃើញការពិតថាបញ្ហាគឺបណ្ដាលមកពីខាងក្នុងខ្លួនទើបខ្ញុំឈប់ប្រើពាក្យស្ដីបន្ទោសទាំងអស់នោះហេតុការណ៍ដែលកើតឡើងមិនមែនជាអ្នកកំណត់លទ្ធផលដែលយើងនឹងទទួលបាននោះទេព្រោះវាកើតឡើងទៅជាធម្មតារបស់វាហើយណាមួយហេតុការណ៍ទាំងនេះគឺកើតលើមនុស្សគ្រប់គ្នាមិនមែនលើតែយើងតែម្នាក់ឯងទេបងប្អូន2នាក់មានឪពុកជាអ្នកប្រមឹកស្រាចូលចិត្តប្រើហិង្សាកូនប្រុសម្នាក់បានក្លាយជាឃាតករប៉ុន្តែម្នាក់ទៀតក្លាយទៅជាចៅក្រមទៅវិញហេតុការណ៍ដូចគ្នាប៉ុន្តែលទ្ធផលបែរជាខុសគ្នា